bạn xong chụp điệp xúa tất cả nẹt sập xaទាំងអស់គ្នានៅក្នុងថ្ងៃនេះផងដែរគឺខ្ញុំមកនិយាយតាក់ទងជាមួយនឹងប្រវត្តិខ្លះបាទរបស់ប្រាសាទលលៃដែលស្ថិតនៅក្នុងខេត្តសៀមរាបបាទអញ្ចឹងយើងទៅដឹងប្រវត្តិត្រួសតាក់ទងជាមួយនឹងប្រាសាទលលៃបាទប្រាសាទលលៃយើងដឹងហើយថាជាប្រាសាទបុរាណដែលស្ថិតនៅក្នុងតំបន់មួយដែលគេហៅថាតំបន់រលួសណានៅក្នុងខេត្តសៀមរាបដែលជាកន្លែងកំណើតដំបូងបាទបង្អស់នៃអរិយធម៌អង្គររបស់យើងបាទយើងនិយាយអំពីរយៈពេលសាងសង់ប្រាសាទនេះគឺសាងសង់នៅក្នុងឆ្នាំ893នៃគ្រិស្តសករាជដែលស្ថិតនៅក្នុងរាជព្រះបាទយសោវរ្ម័នទី1ទ្រង់កសាងគឺដើម្បីឧទ្ទិសទៅដល់មេត្តាក៏ដូចជាព្រះបិតារបស់ព្រះអង្គនិងបុព្វបុរសរបស់ព្រះអង្គហើយសម្រាប់ការសង់នេះទ្រង់គឺចង់បង្ហាញអំពីគំនិតរបស់ព្រះអង្គណានៅក្នុងការគោរពបុព្វបុរសរបស់ព្រះអង្គនិងព្រះអង្គមានទស្សនៈមួយគឺទស្សនៈទេវរាជាបាទទេវរាជានឹងគឺព្រះអង្គចង់ភ្ជាប់អំណាចនយោបាយទៅជាមួយនឹងសាសនាព្រហ្មញ្ញនៅពេលនោះណាអញ្ចឹងប្រាសាទលលៃគឺត្រូវបានសាងសង់នៅលើកោះមួយបាទនៅលើកោះមួយហ្នឹងគឺដែលស្ថិតនៅក្នុងអាងទឹកធំបាទអាងទឹកធំនៅពេលនោះគឺដូចជាមានឈ្មោះថាអន្តរតាឬក៏យើងអានតាមសំស្ក្រឹតណាដែលគេអានថាឥន្ទ្រាតតកោបរិយបាទដែលជាបរាយធំដែលបរាយធំហ្នឹងគឺសង់មកពីរាជមុនណាបាទអញ្ចឹងទីតាំងហ្នឹងបង្ហាញពីអ្វីទីតាំងហ្នឹងគឺបង្ហាញអំពីលក្ខណៈសំខាន់ឬក៏សារៈសំខាន់នៃប្រព័ន្ធធារាសាស្ត្រមួយនៅក្នុងសម័យអង្គរណាដែលជាកលឹះបាទក៏ដូចជាការអភិវឌ្ឍនៅកសិកម្មក៏ដូចជាសេដ្ឋកិច្ចនៅក្នុងសម័យនោះផងដែរហើយបើយើងទៅដឹងតកតងមួយត្រួសនៅក្នុងហ្នឹងតកតងជាមួយនឹងប្រាង្គណាប្រាសាទហ្នឹងគឺមានប្រាង្គចំនួន4បាទដែលសង់ទៅលើដែលប្រាសាទហ្នឹងគឺសង់ពីឥដ្ឋលើគ្រឹះថ្មបាទសង់ពីឥដ្ឋលើគ្រឹះថ្មដែលរៀបចំពីមុខ2និងពីក្រោយ2បាទនៅលើទ្វារនឹងគេហៅថាលិនទូលណាបាទមានរូបចម្លាក់សិល្បៈបាទស្អាតល្អប្រណិតចឹងទៅដែលបង្ហាញពីគេគឺបង្ហាញពីរចនាបថនៃសិល្បៈរបស់យើងនាដើមសម័យអង្គរបាទអញ្ចឹងយើងទៅដឹងតកតងជាមួយនឹងជំនឿក៏ដូចជាសាសនាវិញម្ដងនៅក្នុងប្រាសាទលលៃហ្នឹងខាងផ្នែកសាសនាប្រាសាទលលៃគឺជាប្រាសាទសាសនាព្រហ្មញ្ញនេះបាទយើងដឹងហើយថាព្រហ្មញ្ញគឺឧទ្ទិសទៅដល់ព្រះសិវៈនឹងឯងនិងបុព្វបុរសដែលត្រូវបានទេវករណីយកម្មបាទហើយសាលាចរិកដែលត្រូវបានរកឃើញនៅទីនេះបាទនៅខេត្តសៀមរាបនៅតំបន់រលួសហ្នឹងគឺសាលាចរិកគេសរសេរជាភាសាសំស្ក្រឹតនិងភាសាខ្មែរបុរាណណាដែលបង្ហាញពីការប្រើភាសាសំស្ក្រឹតសម្រាប់អីគេសម្រាប់ពិធីការផ្សេងបាទពិធីការហ្នឹងមិនពិធីបង្គោលការតែពិធីការគេរៀបចំនៅក្នុងសម័យហ្នឹងណាហ្នឹងនៃគេនឹងភាសាខ្មែរសម្រាប់កិច្ចការរដ្ឋបាលនៅសម័យនោះឯងដែលយើងអាចដឹងថាវាជាផុសតាងសំខាន់ដែរសម្រាប់សិក្សាពីសង្គមក៏ដូចជានយោបាយនិងជំនឿសាសនានៅសតវត្សទី9ហ្នឹងបាទអញ្ចឹងយើងសរុបមកប្រាសាទលលៃយើងដឹងតែជាសំណង់សំខាន់មួយដែរបាទដែលនៅពេលនេះគឺបង្ហាញពីការរីកចម្រើននៃស្ថាបត្យកម្មក៏ដូចជាសាសនានិងប្រព័ន្ធធារាសាស្ត្រនៅដើមសម័យអង្គរបាទដែលវាជាផ្នែកមួយនៃក្រុមប្រាសាទបាទរលួសដែលធ្វើជាស្ពានប្រវត្តិសាស្ត្របាទពីសម័យហរិហរឡៃណាទៅកាន់អង្គរដែលមានភាពរុងរឿងនៅពេលក្រោយមកទៀតចឹងហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាមានកំហុសខុសឆ្គងសូមខន្តីអធិស្ឋានបាទសូមអរគុណ